ជំរាបសួរបងប្អូនទាំងអស់គ្នាយើងមកធ្វើវីដេអូដល់ផ្កាយលេខ8ហើយចាអញ្ចឹងសម្រាប់ផ្កាយលេខ8គឺបានចូលនៅក្នុងទិសខាងកើតបើសិនជាបងប្អូនណាមានទ្វារផ្ទះឬមួយក៏បង្អួចឬមួយក៏ការិយាល័យ office កន្លែងលក់ដូរកន្លែងអង្គុយធ្វើការបែរមុខទៅទិសលេខ8ហ្នឹងបាច់ដូរទេបែរមុខទៅខាងកើតហ្នឹងគឺហេងខ្លាំងមែនតែនសម្រាប់ឆ្នាំនេះបងប្អូនណាត្រូវធាតដីទៀតកើបលុយយកហ្មងចាហើយបងប្អូនឯងរង្គូរង្គើវាយដំអីបាននៅក្នុងថ្ងៃម៉ោងដែលអត់ឆុងណាយើងក៏ទុនលៀបបានទៀតបានលុយបានកាក់អញ្ចឹងប៉ុន្តែអត់សួរខ្ញុំថាបងក៏ទុនលៀបថ្ងៃណាណាអត់ទេអាហ្នឹងតើតែយើងត្រូវមើលច្រើនទៀតបងអាហ្នឹងបើមើលអត់ free ទេដោយសារពេលកតុនលៀបយើងត្រូវរកពេលវេលាមួយដែលវាត្រូវជាមួយនឹងមនុស្សម្នាក់វាអាចថាពេលវេលាមួយធ្វើមនុស្សច្រើនអ្នកបានទេហ្នឹងខុសគ្នាបងប្អូនខ្លះក៏អត់ត្រូវមួយទិសហ្នឹងអញ្ចឹងទៅធ្វើក៏មិនកើតដែរអញ្ចឹងហើយសម្រាប់បងប្អូនដែលមានខែគេងអីនៅហ្នឹងយើងអាចចាស់ដូរកំរាពូកសំពូកសំខ្នើយអីដាក់ពណ៌ធាតុដូចកបោពណ៌រៀងកបោក្រហមមកវាឲ្យក្រហមអីខ្លាំងពេកទេធម្មតាកបោក្រហមធម្មតាមកជួយឲ្យយើងនឹងបានល្អប្រសើរដែរអញ្ចឹងណាផ្កាយលេខ8ហ្នឹងគឺតារាសាស្ត្រលុយហើយអញ្ចឹងយើងធ្វើអីដែលតាក់ទងជាមួយនឹងពណ៌រៀងដែលជំនួយដល់វាដោយសារផ្កាយលេខ8ហ្នឹងវាជាផ្កាយធាតុដីដូចពណ៌លឿងនេះខ្ញុំឃើញខ្ញុំដាក់ពណ៌លឿងធ្លាក់លុយកាក់មកអញ្ចឹងយើងត្រូវយកពណ៌រៀងកបោកំបិតយកក្រហមខ្លាំងពេកទៅដូចភីនកបោហ្នឹងចាកម្រាប់ពូកសំពុកសំខ្នើយអីយើងដាក់ពណ៌ហ្នឹងនៅក្នុងទិសហ្នឹងមួយឆ្នាំក៏បានដែរប៉ុន្តែបើសិនជាបងប្អូនណាមានថ្ងៃខែឆ្នាំក្រាក់នឹងម៉ោងកើតត្រឹមត្រូវហើយយើងប្រើទៅតាមក្បួនវិជាបញ្ជឺរបស់យើងគេថ្លឹងរាសីរបស់យើងចាខ្សោយឬមួយក៏រឹងមាំអីនឹងបានអស់ហើយហ្នឹងគឺអូខេហើយបងប្អូនបើចាំដូរអីក៏បានដែរអ្វីដែលខ្ញុំនិយាយនេះគឺខ្ញុំផ្ដោតសំខាន់ទៅលើបងប្អូនដែលគាត់អត់មានថ្ងៃខែឆ្នាំកំណើតទេហើយជាវីដេអូមួយដែលខ្ញុំត្រូវតែចែករំលែកជារៀងរាល់ឆ្នាំអ្វីដែលពិសេសតិចតួចនៅក្នុងឆ្នាំនីមួយអញ្ចឹងខ្ញុំតែងតែមានអីប្លែកអញ្ចឹងណាជារាល់ឆ្នាំចែករំលែកដល់បងប្អូនទាំងអស់គ្នាដែលនិយាយរួមទៅគាត់ជួយខ្ញុំក៏ជួយគាត់ដែរអញ្ចឹងណាគាត់បានចាlikeបាន share បាន comment អីអញ្ចឹងទៅដោយខ្ញុំមិនបានសុំអីអញ្ចឹងទៅហើយយើងក៏អាចថាជាមិត្តភក្តិដែរធ្វើបើតាមបាននិយាយគ្នាចាប៉ុន្តែបើសិនជាមកដល់ផ្ទះយើងហើយចា page ហ្នឹងដូចជាផ្ទះរបស់ខ្ញុំ YouTube ដូចផ្ទះរបស់ខ្ញុំអញ្ចឹងបងប្អូនជើញមកដល់ផ្ទះហើយអញ្ចឹងយើងគួរតែស្វាគមន៍យើងគួរតែមានអីល្អៗចែករំលែកអញ្ចឹងណាមិនចាំបាច់ថាទៅមានលុយមានកាក់បានរាប់គ្នាអាហ្នឹងបើនិយាយគិតឲ្យយល់អញ្ចឹងណាអញ្ចឹងការចែករំលែកនេះក៏ស្ថិតនៅលើនិស្ស័យដែរបងប្អូនចាឃើញបងប្អូនជាច្រើនដែលចាញ់បោកអ្នកគ្រូដតីអញ្ចឹងណាយំស្រែកឬមួយក៏មករៀបរាប់ប្រាប់ខ្ញុំអញ្ចឹងទៅអញ្ចឹងខ្ញុំសង្ឃឹមថាភ្ញៀវរបស់ខ្ញុំនឹងអត់មានអ្នកណារៀបរាប់ទៅប្រាប់គ្រូណាទេដោយសារខ្ញុំមិនដែលបានឲ្យគាត់ទិញវិធមង្គលអីមួយខ្ញុំឬមួយក៏ធ្វើអីមួយខ្ញុំអីអស់លុយច្រើនទេសំខាន់គឺគាត់មកមើលរាសីប៉ាជឺឬមួយក៏អីអញ្ចឹងតែប៉ុណ្្នឹងទេរើសពេលវេលាតែប៉ុណ្្នឹងទេចាហើយបើសម្រាប់បងប្អូនខ្លះទៀតគាត់សុំឲ្យរើសវេលាវះកូនអីអញ្ចឹងណាគឺក៏ខ្ញុំអត់បានរើសដែរគាត់ឲ្យខ្ញុំប្រាប់ថាថ្ងៃនេះមិនឆុងមួយខែនេះមិនឆុងមួយម៉ោងហ្នឹងប៉ុណ្្នឹងឯងហើយមិនបានទៅសង្កត់ធ្ងន់ថារើសពេលវេលាដល់តែស្លាប់រស់ជីវិតអីទេអត់ទេព្រោះជីវិតមនុស្សកាត់ថ្លៃអត់បានទេអញ្ចឹងណាបងប្អូនយើងក៏មើលទៅលើហេតុនិស្ស័យដែរអញ្ចឹងពេលខ្លះគាត់ចិត្តដល់ថ្ងៃសម្រាល 4-10 ថ្ងៃអីអញ្ចឹងទៅគាត់គិតថាគាត់ចង់សម្រាលដោយវះកាត់ចឹងទៅខ្ញុំអាចជួយមើលគាត់បានធំថាថ្ងៃនេះមិនឆុងមួយម៉ោងនេះមិនឆុងមួយម៉ោងនោះអីចឹងទៅថ្ងៃនេះល្អជាងថ្ងៃនោះអីតិចតួចចឹងទេចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ជាវដីដួងកាយកំណើតឬមួយក៏មើលរាសីឬមួយក៏រើសពេលវេលាបងប្អូនស្រឡាញ់ចូលចិត្តអញ្ចឹងបងប្អូនអាចឆាតចូល page ហើយតំណែងមកខ្ញុំបានហើយក៏សូមអរគុណបងប្អូនដែលនៅស្មាតូខ្មែរយើងហ្នឹងគឺគាត់នៅប្រទេសថៃប្រទេសក្រៅប្រទេសកូរ៉េចាអាមេរិកអីហ្នឹងកាណាដាអីហ្នឹងគាត់តែងតែរកខ្ញុំមើលអញ្ចឹងណាគឺខ្ញុំអរគុណច្រើនហើយសម្រាប់បងប្អូននៅថៃក៏រកខ្ញុំមើលដែរអញ្ចឹងបងប្អូននៅថៃសូមថែរក្សាសុខភាពនិងសុខភាពឲ្យបានល្អប្រសើរចាហើយបើអាចទៅមិនបាច់និយាយខ្មែរអីទេចានៅក្នុងប្រទេសថៃហ្នឹងដោយសារ
ខ្លាចតែយើងនិយាយខ្មែរទៅវាតាមធ្វើបាបយើងអញ្ចឹងណាយើងនិយាយថៃទៅដើម្បីឲ្យវាដឹងថាយើងថៃអីអញ្ចឹងណាកុំឲ្យវាធ្វើបាបយើងចាអញ្ចឹងបងប្អូនស្រឡាញ់ពេញចិត្តសម្រាប់ដីដួងការកំណើតនៅក្នុងទីទឹកដីយាន Paradise ខេត្តកំពតបងប្អូនអាចចូលឆាតចូល page ហើយសាកសួរអំពីព័ត៌មាននិងសួរអំពីតម្លៃដីបានហើយខ្ញុំក៏រៀបរាប់ទៅតាមអ្វីដែលខ្ញុំបានដឹងបានចេះបានចាំដែលអ្នកគូបានបរៀននឹងចាចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាចាហើយសម្រាប់ពុកម៉ែបងប្អូនដែលចង់ជាវដីសម្រាប់ទុកដាក់ឪពុកម្ដាយរបស់យើងចាស់ជរាហ្នឹងក៏បងប្អូនក៏អាចជាវបានដែរព្រោះដីហ្នឹងគឺជាធម្មពលចក្រវាលមួយដែលបង្កើនសតិបញ្ញាអញ្ចឹងមនុស្សយើងល្អទៅបានក៏ដោយសារខួរក្បាលក្នុងការគិតបញ្ញាឆ្លៀសវៃចាល្អទៅបានរកស៊ីមានបានដោយមិនកេងប្រវ័ញ្ចគេក៏ដោយសារបញ្ញាបានធំធាត់រស់រានមានជីវិតឋានៈធំក៏ដោយសារតែសតិបញ្ញាអញ្ចឹងទីទឹកដីហ្នឹងគឺទីទឹកដីដែលកកើតសតិបញ្ញាដល់យើងអញ្ចឹងយើងប្រើប្រាស់សតិបញ្ញាយើងហ្នឹងទៅរលុយដោយមានគុណភាពមានគុណតម្លៃនិងមានគុណធម៌សម្រាប់ជីវិតរបស់យើងនិងកូនចៅយើងចំនួនក្រោយបើយើងដូចឧទាហរណ៍ដូចខ្ញុំចេះបើខ្ញុំស្លាប់ទៅខ្ញុំយកទៅដាក់នៅហ្នឹងអញ្ចឹង DNA របស់ខ្ញុំហ្នឹងជួយទៅដល់កូនខ្ញុំឲ្យកូនខ្ញុំនឹងមានគុណធម៌ល្អបន្ទាប់មកជួយចៅខ្ញុំឲ្យចៅខ្ញុំក៏មានគុណធម៌ល្អមានសតិបញ្ញាល្អរលួយបានដោយមិនកេងប្រវ័ញ្ចអ្នកដទៃហើយជួយដល់សង្គមជាតិផងដែរអញ្ចឹងនៅក្នុងទីទឹកដីនេះតាមពិតទៅខ្ញុំមិនត្រូវផ្សព្វផ្សាយប្រាប់បងប្អូនទាំងអស់គ្នាទេប៉ុន្តែបើខ្ញុំបាននិយាយទៅគឺមានចំណែកមួយជួយទៅដល់សង្គមជាតិជួយទៅដល់ប្រទេសជាតិរបស់យើងមួយទាំងមូលដែរកាលណាបងប្អូនបានជាវទៅប្រទេសជាតិបានល្អប្រសើរទៅក៏មានចំណែកខ្ញុំដែរត្រូវអត់បងប្អូនអញ្ចឹងបានពួកខ្ញុំចេះតែចែករំលែកដល់បងប្អូនទាំងអស់គ្នាចាមិនមែនមកថាផ្សព្វផ្សាយលក់អីទេបើដីនឹងជាដីធម្មតាដូចដីស្រែដីអីអញ្ចឹងពួកខ្ញុំមិនបានមកនិយាយអីអញ្ចឹងទេចាអញ្ចឹងសង្ឃឹមថាពុកម៉ែបងប្អូននឹងទទួលបានលុយកាក់ច្រើនផ្ទះដែលបានមុខទៅលេង8ហ្នឹងណាគេងហើយមានសតិបញ្ញាល្អគិតល្អលុយបានមកដែរគុណធម៌ចាអរគុណជម្រាបលាយើងជួបគ្នានៅក្នុងវីដេអូចុងក្រោយគឺផ្កាយលេខ9ចានៅក្នុងទីខាងត្បូងជាងខាងកើតនៅក្នុងឆ្នាំ2026នេះចា